បាទជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាអំពី subject pronouns បាទ subject pronouns មានន័យថាសព្វនាមប្រធានបាទសព្វនាមប្រធានមានន័យថាជាពាក្យដែលជំនួសឲ្យនាមយល់ណាបាទអញ្ចឹងបងប្អូនកាលទៅមើលសព្វនាមប្រធានរបស់យើងមានចំនួនបាទ7នេះណាបាទ I ខ្ញុំ you អ្នក we ពួកយើង they ពួកគេ he គាត់ she នាង it វាអញ្ចឹងសព្វនាមប្រធានបងប្អូនព្យាយាមទន្ទិញឲ្យចាំតែម្ដងទៅណាទាំង7ហ្នឹងណាបាទ I you we they he she it បាទអញ្ចឹងនៅពេលដែលបងប្អូនអាចចងចាំទាំង7នេះបានហើយបងប្អូនអាចយកទៅប្រើជាមួយនឹងកិរិយាសព្ទ to be ដែលយើងហៅថា verb to be ហ្នឹងឬក៏យកទៅប្រើជាមួយនឹងកិរិយាសព្ទដែលមានសកម្មភាពក៏បានឧទាហរណ៍ថាបែបនេះណាបាទ I walk you walk we walk they walk បាទ he walks she walks it walks បាទនេះទាំង7នេះខ្ញុំដាក់ជាឧទាហរណ៍ហើយប្រើវាជាមួយនឹងកិរិយាសព្ទដែលមានសកម្មភាពអញ្ចឹងបងប្អូនអាចដូរកន្លែងពាក្យ walks នេះបងប្អូនដាក់ពាក្យដទៃទៀតតាមតែបងប្អូនចង់បង្កើតប្រយោគណាបាទអញ្ចឹងនៅក្នុងវីដេអូនេះយើងសិក្សាអំពីសព្វនាមប្រធានភាសាអង់គ្លេសថា subject pronouns អញ្ចឹងបងប្អូនអាចព្យាយាមចងចាំទាំង7នេះតែម្ដងណាសូមអរគុណចំពោះបងប្អូនដែលចង់សិក្សាអាច comment ពាក្យថារៀននៅខាងក្រោមវីដេអូ Follow for more